ខ្ញុំចិត្តខ្ញុំមិនមែនជាព្រះទេចិត្តខ្ញុំមិនមែនជាព្រះយេស៊ូវទេដែលខ្ញុំអាចអត់ទោសអ្នកបានចិត្តរបស់ខ្ញុំផងខ្ញុំគឺមានព្រំដែនកំណត់បាទសូមអនុញ្ញាតគ្រប់នឹងជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងសេចក្តីស្រឡាញ់និងគុណព្រះអង្គទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះផងដែរខ្ញុំក៏សូមចូលមកដើម្បីនឹងយកនៅព្រះបន្ទូលរបស់ព្រះព្រះម្ចាស់ខ្លីដើម្បីធ្វើការលើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនហើយមនុស្សទូទៅគេតែងតែមានចិត្តខឹងចិត្តស្អប់ចិត្តច្រណែនបាទនៅពេលអ្នកណាម្នាក់ធ្វើឲ្យយើងខឹងហើយយើងមានអារម្មណ៍ថាមួម៉ៅយើងមានអារម្មណ៍ថាបាទខឹងគេឲ្យធ្វើឲ្យពេលនេះមិនកើតយើងពិតជាចងគំនុំនឹងគេហើយនៅពេលណាអ្នកណាម្នាក់ដែលធ្វើឲ្យមកលើយើងខុសឆ្គងឬក៏ដូចជាហួសហេតុពេកប្រហែលជាយើងដូចជាខ្ញុំបានមើលខ្សែភាពយន្តមួយនិយាយថាបាទមើលកាន់ចានស្រៈអាត្មាសិនទុកអាត្មាបដៅនឹងម្ដងខ្ញុំចិត្តខ្ញុំមិនមែនជាព្រះទេចិត្តខ្ញុំមិនមែនជាព្រះយេស៊ូវទេដែលខ្ញុំអាចអត់ទោសអ្នកបានចិត្តរបស់ខ្ញុំផងខ្ញុំគឺមានព្រំដែនកំណត់បាទអញ្ចឹងធ្វើអ្វីកុំឲ្យលើសលន់ពេកឬក៏ហួសហេតុពេកបាទដូច្នេះការដែលយើងសងសឹកទៅលើនរណាម្នាក់វាប្រកាសណាប្រកាសជាយើងទទួលរងនៅផលវិបាកណាមួយឬជាបើសិនជាយើងបាទសងសឹកដោយការប្រព្រឹត្តអំពើហិង្សាឬក៏សងសឹកដោយប្រការណាមួយដោយចេតនាអាក្រក់ប្រកាសណាយើងប្រកាសជាជួបនៅការលំបាកឬក៏ត្រូវប្រឈមនៅចំពោះមុខផ្លូវច្បាប់ហើយយើងនឹងនាំទុកដល់ខ្លួនឯងនិងក្រុមគ្រួសារផងដែរដូច្នេះហើយគ្រប់យ៉ាងព្រះអង្គមិនបានសពប្រហាតីក្នុងការឲ្យយើងសងសឹកទៅលើនរណាម្នាក់នោះទេហើយព្រះអង្គក៏មិនបានសពប្រហាតីក្នុងការឲ្យយើងស្អប់ខ្ពើមដល់នរណាម្នាក់នោះដែរពីព្រោះមនុស្សទាំងអស់ព្រះជាអ្នកបង្កើតមកហើយពួកគេគ្រាន់តែជាប់មានអំពើបាបពួកគេគ្រាន់តែរស់នៅក្នុងសេចក្តីកម្ពូតតែប៉ុណ្ណោះឯងដោយសារតែពួកគេបានយកអរិយធ្វើជាឪពុកហើយអរិយគឺជាបិតានៃសេចក្តីកម្ពូតដូច្នេះពួកគេតែងតែមិនទទួលស្គាល់នៅសេចក្តីពិតនោះឡើយដូច្នេះហើយបានជាខ្ញុំសូមលើកនៅព្រះបន្ទូលនេះដើម្បីលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាបាទគឺព្រះអង្គបានមានបន្ទូលថាកុំឲ្យសងសឹកនឹងអ្នកណាឲ្យសោះការសងសឹកនោះស្រេចនឹងព្រះទេព្រះអង្គសពហាតីក្នុងការសងសឹកដល់គេជំនួសឯងបាទនៅក្នុងព្រះគម្ពីរលេវីវិន័យចំពុកទី19ខទី17បញ្ចែងថាមិនត្រូវមានចិត្តស្អប់ដល់បងប្អូនឯងឡើយក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងឯងដែរដើម្បីកុំឲ្យជាប់មានអំពើបាបដោយព្រោះគេខ18មិនត្រូវសងសឹកឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សះឯងឡើយគឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងឯងដូចខ្លួនឯងវិញឯនេះជាព្រះយេហូវ៉ានេះជាបទគម្ពីរក៏ដូចជាព្រះបន្ទូលព្រះអង្គដែលព្រះអង្គបានលើកឡើងព្រះអង្គបានប្រាប់ទៅដល់កូនក៏ដូចជាមនុស្សទាំងអស់ដែលនៅលើផែនដីនេះមិនថាអ្នកជឿឬអ្នកមិនជឿនោះទេការសងសឹកវាមិនមែនជាដំណោះស្រាយមួយដែលល្អការចងគំនុំក៏មិនមែនជារឿងមួយដែលល្អដែរវាតែងតែនាំឲ្យបាទផលវិនាសនាំសេចក្តីហិនត្រាយដល់ខ្លួននិងសេចក្តីទុក្ខលំបាកដល់ក្រុមគ្រួសារដូច្នេះហើយនៅពេលអ្នកណាធ្វើអ្វីដល់អ្នកនោះសូមឲ្យអ្នកបានអត់ធ្មត់ហើយអត់ទ្រាំបើអ្នកអត់ទ្រាំមិនបានសូមឲ្យអ្នកបានដើរចេញចុះបាទកុំឲ្យតតាំងនឹងអ្នកណាសោះបាទពីព្រោះព្រះគម្ពីរបានប្រាប់ថាឲ្យយើងស្រឡាញ់ដល់អ្នកជិតខាងរបស់ខ្លួនយើងបាទដូច្នេះតើនៅពេលដែលយើងមានចិត្តខឹងខ្លាំងហើយយើងពិតជាចង់សងសឹកមែនទែនតើយើងគួរធ្វើបែបម៉េចមែនហើយការសងសឹកប្រកាសជាមាននៅពេលណាម្នាក់ធ្វើមកកាន់យើងដែលអាក្រក់ហួសហេតុពេកហើយយើងក៏មិនគួរនឹងសងសឹកខ្លួនឯងនោះដែរពីព្រោះកាលណាដែលយើងធ្វើអ្វីខ្លួនឯងឬក៏យើងទៅសងសឹកដល់ខ្លួនឯងប្រកាសណាយើងប្រកាសជាប្រឈមនៅចំពោះមុខផ្លូវច្បាប់និងបាទជួបនៅគ្រោះមហន្តរាយដល់ខ្លួនឯងជាមិនខានដូច្នេះព្រះគម្ពីររ៉ូមចំពុក12ខ្ញុំសូមលើកយកនៅខទី17បានប្រាប់ថាកុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយត្រូវតែខំសម្ដែងកិរិយាល្អនៅចំពោះមុខមនុស្សទាំងអស់វិញបាទដូច្នេះព្រះគម្ពីរបានប្រាប់ថាកុំឲ្យយកការអាក្រក់ណាមួយស្នងនឹងការអាក្រក់នោះឡើយត្រូវយកការល្អបាទដើម្បីតបស្នងទៅអ្វីដែលគេបានធ្វើនោះដែរបាទប៉ុន្តែព្រះគម្ពីរខទី19បានប្រាប់ថាមកពួកស្ងួនគៀអើយកុំឲ្យសងសឹកឡើយចូលថយចេញពីសេចក្តីកំហឹងទៅបិទមានសេចក្តីចែងទុកមុខថាព្រះអម្ចាស់ទ្រង់មានបន្ទូលថាការសងសឹកនោះស្រេចនឹងអញនឹងសងដល់គេដូច្នេះការសងសឹកបើសិនជាព្រះជាម្ចាស់ទ្រង់សពប្រហាតីក្នុងការសងសឹកដល់អ្នកណាម្នាក់នោះវាជារឿងមួយដែលត្រឹមត្រូវជារឿងមួយដែលល្អដល់យើងដែរព្រះមិនទុកអ្នកចោលឡើយហើយព្រះក៏មិនទុកឲ្យអ្នកណាម្នាក់ធ្វើបាបអ្នកដូចងាយដែរ
គឺប្រងសពហាតីឲ្យអ្នករងទុកបន្តិចបន្តួចហើយប្រងក៏សពហាតីក្នុងការសងសឹកជំនួសអ្នកផងដែរនៅពេលដែលព្រះសងសឹកដល់គេនោះប្រកាសណាស់គេនឹងមានរឿងដ៏ធ្ងន់ធ្ងរជាងអ្វីដែលយើងសងសឹកទៅកាន់គេទៅទៀតដូច្នេះគ្រប់ការសងសឹកទាំងអស់សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រគល់ទៅកាន់ព្រះហើយសូមឲ្យអ្នកទាំងរាល់គ្នាបានអត់ធ្មត់បើអ្នកអត់ធ្មត់មិនសូមបានដើរចេញចុះហើយអរព្រគុណដល់ព្រះវិញផងដែរបាទសូមអរគុណសូមឲ្យព្រះចៅម្ចាស់បានប្រទានពរ